សាងប្រាសាទដ៏ស្រស់ស្អាតនិងដ៏ល្បីល្បាញជាផុសតាងបានបញ្ជាក់ឲ្យយើងដឹងថាទឹកដីអង្គរដ៏បវរនៃយើងនាបច្ចុប្បន្ននេះគឺជាអតីតអធិរាជាណាចក្រដែលមានវិសាលភាពលាតសន្ធឹងធំល្វឹងល្វើយគួរឲ្យកប់សម្គាល់សក្តានុពលនិងកិត្យានុភាពល្បីរន្ទឺតោទាជាសកលនៅលើពិភពលោកទាំងមូលគួរឲ្យស្ញប់ញែអធិរាជាណាចក្រខ្មែរគឺជាចក្រភពមហានគរដែលមានភាពសម្បូរសប្បាយរុងរឿងនិងមានភាពពុះតែខ្លាំងក្លានៅលើគ្រប់វិស័យមានវិស័យកសិកម្មវិស័យដំណើរវិស័យសេដ្ឋកិច្ចនយោបាយការទូតពាណិជ្ជកម្មសង្គមគិច្ចសុខាភិបាលវិស័យសិល្បៈវប្បធម៌ចក្រភពមហានគរខ្មែរសម្បូរទៅដោយអន្តរមានការរៀបបណ្ឌិតពីសាស្ត្រសិល្បៈចក្រភពដ៏ចំណាស់សម្រាប់បច្ចុប្បន្នវិស្វករកំពុងបានកសាងប្រសាទរូបទាត់បន្តសម្ដែងជាតម្លៃគឺជារដ្ឋធម្មនុញ្ញតម្លៃថ្លៃអភិរក្សនិងមិនអាចកាត់ថ្លៃបានប្រិយមិត្តទូទាំងជនទាំងអស់ជាទីគោរពនិងជាទីមេត្រីអតីតអធិរាជាណាចក្រខ្មែរគឺជាចក្រភពមហានគរដែលសម្បូររុងរឿងខ្មែរមានសាមគ្គីភាពជាតិនិងឯកភាពជាតិយ៉ាងរឹងមាំប្រទេសមានឯករាជ្យមានសន្តិភាពយ៉ាងពេញលេញសមិទ្ធផលតាមច្រើនគ្រប់ភាពគួរស្ញប់ញែកត្តាប្រវត្តិសាស្ត្រកត្តាធម្មជាតិនិងកត្តាមនុស្សបានដៃគូឲ្យខ្មែរខ្លាំងលើគ្រប់វិស័យនៅទូទាំងប្រទេសគេឃើញមានសាលារៀនមន្ទីរពេទ្យវាលស្រែស្រូវរកយោមានប្រព័ន្ធវិទ្យាសាស្ត្រស្វាត់ស្វែងមានមេបង្កទឹកទំនប់ប្រឡាយនិងអាងទឹកបារាយយ៉ាងធំក្នុងបានជាគ្រឹះសេដ្ឋកិច្ចកសិកម្មបស្តែរឹងមាំនិងសម្បូរហូរហៀធានាឲ្យខ្មែរអាចកសាងបាននូវរាប់ពាន់ប្រាសាទមានទេសាភាពពេញផ្សេងព្រះបាទអញ្ញវរ្ម័នទ្រង់បានសម្រេចបញ្ញាសម័យកាលរបស់ព្រះអង្គឲ្យคล้ายទៅជាសម័យនយោបាយបៃតងព្រះបាទយក្សវរ្ម័នទី2ទ្រង់ពុកឯងមកបានប្រកាសនៅលើសម្បត្តិព្រះបាទជ័យវរ្ម័នទី2បានបង្រួបបង្រួមសេនាទឹកនិងសេនាគមឲ្យវិញបញ្ចូលជាតែមួយព្រះបាទសូយ៉ាវរ្ម័នទី2ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យដែលបច្ចុប្បន្ននេះបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកហើយព្រះបាទជ័យវរ្ម័នទី7ក៏បានបានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យនិងប្រាសាទរបស់ទេទៀតឡើងជាដែរប្រិយមិត្តជួបជុំទាំងអស់ជាទីគោរពនិងជាទីមេត្រីហើយទី1ដែលត្រូវការមានជាបងប្អូនក្រុមមេដែលជួបថារីកកំពុងនេះកំពុងបានពុទ្ធដែលជាកម្មវិធីនេះត្រូវបានយកមកប្រើសម្រាប់សម្ដែងពួនព្រះរាជា
ពុទ្ធយុទ្ធផងរបស់ផងទោះវិញរួមមានដើរលំពេងកំបិតកែដាប់កំបិតស្លៃបំពង់ព្រមជុលចម្រោកសម្រាប់និងគ្រឿងប្រហារផ្សេងជាច្រើនទៀតលក្ខនិងលក្ខប្រិយមិត្តជួបនិកជនទាំងអស់ជាទីមេត្រីឯទី3គឺជាក្រុមកម្មទុកដែលប្រើសម្រាប់ពុទ្ធទ័ពនៅពេលតាំងលាសម័យមហានគរពណ៌ដែលប្រើនៅលយតុងយ៉ាងនេះសពតែបានដកត្រង់ចេញមកពីពណ៌ទាំង7ដែលខ្មែរយើងនិយមប្រើទៅតាមថ្ងៃនីមួយៗហើយដែលពណ៌នីមួយៗនិងត្រង់ជ្រាយរបស់តុងនីមួយៗក៏សុទ្ធសឹងតែជាតំណាងឲ្យពលរាមួយខែឬមួយ